សម្រាប់អ្នកទាំងគ្នាដែលប្រើ iPhone សុកបែរជារីកកម្មវិធីធំបែបនេះហើយរបៀបដោះយ៉ាងណានោះអ្នកគ្នាទៅមើលជាមួយ admin អរគ្នាជាដំបូងអ្នកគ្នាទៅម្រាមដៃ3មកសកត់លើអេក្រង់ហ្នឹងចំនួន2ដងឲ្យញាប់អាហ្នឹងដោយសារតែវាជាប់ zoom តែក្រោយបើសិនជាអ្នកគ្នាចុចលើពីដៃ2ប៉ាក់បន្តិចវា zoom មកទៀតតែឃើញអត់អញ្ចឹងរបៀបយើងដោះយើងត្រូវម្រាមដៃ3ហើយយើងចុចពីលើ2ប៉ាក់មកវានឹងរួមទៅទូចវិញហើយរបៀបដោះឲ្យថ្ងៃក្រោយយើងម្រាមដៃ3មិនឲ្យវាលោតទៀតយើងចូលទៅកាន់ setting ហើយយើង scroll ចូលមកក្រោមរកពាក្យថា accessibility រួចហើយយើងនេះឃើញពាក្យ zoom មួយចេញ on នេះអញ្ចឹងយើងប៉ះថ្ងៃក្រោយដៃម្រាមដៃ3ទេវាលោតទៀតហើយអញ្ចឹងយើងធ្វើការបិទវាចោលមកប៉ុណ្ណឹងមកថ្ងៃក្រោយវាលេងលោតទៀតយើងចុចមិនក៏វាលេងលោតដែរអញ្ចឹងរបៀបបិទមានតែប៉ុណ្ណឹងទេកុំភ្លេច share វីដេអូនេះដើម្បីឲ្យអ្នកនរគ្នាផ្សេងទៀតដែលមិនទាន់ឃើញវីដេអូនេះ